សម្ដេចប្រធានរដ្ឋសភាកម្ពុជាបានថ្លែងចាត់ទុកសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ជាការចងក្រងបណ្ដាញអ្នកស្រឡាញ់សន្តិភាពដើម្បីលើកកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសន្និសីទប្រធានសភានៃអន្តរសភាលើកទី2 IAC ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការដឹកនាំរៀបចំដោយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធាន IAC លើកទី2គឺជាការចងក្រងបណ្ដាញអ្នកស្រឡាញ់សន្តិភាពដើម្បីធ្វើយ៉ាងណាប្រែក្លាយទស្សនៈយោបល់ឲ្យទៅជាការអនុវត្តជាក់ស្ដែងនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋតាមរយៈការស្ដារទំនុកចិត្តការជឿជាក់យោគយល់គ្នាពង្រឹងការគោរពច្បាប់អន្តរជាតិឡើងវិញនៅក្នុងខណៈដែលពិភពលោកកំពុងរងនៅវិបត្តិការប្រែប្រួលប្រកបដោយគ្រោះថ្នាក់ដែលសារសន្តិភាពសកលបានធ្លាក់ចុះរួមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុជាដើមនោះសម្ដេចបានលើកឡើងដូចនេះនៅក្នុងការទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ស៊ុនធុន សាយចៈប្រធានរដ្ឋសភាឡើងស្ដីទីនៅរសៀលថ្ងៃទី27ខែសីហាឆ្នាំ2026នៅអគារអគ្គនាយកដ្ឋានពន្ធដារនៅក្នុងសង្កាត់ជ្រោយចង្វាខណៈដែលលោកជំទាវបានដឹកនាំគណៈប្រតិភូរដ្ឋសភាឡើងមកចូលរួមសន្និសីទ IAC លើកទី2តបតាមការអញ្ជើញរបស់សម្ដេចតេជោហ៊ុនសែនក្នុងនាមសម្ដេចតេជោហ៊ុនសែននិងក្នុងនាមខ្លួនសម្ដេចផ្ទាល់សម្ដេចរដ្ឋសភាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ស៊ុនធុន សាយចៈដែលបានដឹកនាំគណៈប្រតិភូមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី2និងបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្ដេចការគូសំនិងពិភាក្សាការងារជាមួយសម្ដេចនៅពេលនេះដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជានៅពេលនេះពិតជាមានសារៈសំខាន់នៅក្នុងការអនុវត្តកុងសង្ស៊ីដែលជាការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំងពីរនាពេលកន្លងមកក៏ដូចជាជួយគាំទ្រឲ្យសន្និសីទ IAC លើកទី2នេះដំណើរការទៅដោយរលូនទទួលបានធាតុចូលចម្រុះគ្នាពីអ្នកស្រឡាញ់សន្តិភាពទាំងអស់នៅទូទាំងពិភពលោកក្នុងការបម្រើឧត្តមប្រយោជន៍ជូនពលរដ្ឋសម្ដេចរដ្ឋសភាធិបតីបានគូបញ្ជាក់ថាដោយប្រសាសន៍សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់នៅក្នុងឱកាសពិធីបើកសន្និសីទដូចនេះថាការជួបជុំរបស់យើងនៅក្នុងសារសន្និសីទដ៏ឧត្តមឧត្តមនេះមិនមែនដើម្បីផ្លាស់ប្ដូរពាក្យសម្ដីលួងលោមចិត្តឬផ្ដាល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេយើងមកទីនេះក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើងក្នុងនាមជាអ្នកតាក់តែងច្បាប់និងជាអ្នកការពារជោគវាសនានៃប្រទេសជាតិរបស់យើងកាតព្វកិច្ចរបស់យើងគឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឺងម៉ាត់ចំហរបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះគឺត្រូវពឹងផ្អែកលើផ្នត់គំនិតជាស្ដែងនិយមដ៏ជ្រាលជ្រៅមួយដែលកំណត់ថាយើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុតទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាននៅស្ថានភាពដែលល្អបំផុតលោកជំទាវ ស៊ុនធុន សាយចៈបានថ្លែងអំណរគុណជូនសម្ដេចតេជោហ៊ុនសែននិងសម្ដេចរដ្ឋសភាធិបតីខុនសូដារីក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាឡើងដោយភាពកក់ក្ដៅជាទីបំផុតលោកជំទាវបានវាតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទ IAC លើកទី2របស់កម្ពុជាប្រកបដោយភាពហ្មត់ចត់មានអត្ថន័យដែលបានបង្ហាញឲ្យឃើញពីកិត្យានុភាពនិងទូនាទីដ៏សំខាន់របស់កម្ពុជាលើឆាកអន្តរជាតិពិសេសការលើកកម្ពស់សុខសន្តិភាពលោកជំទាវបានទទួលស្គាល់ពីតម្លៃសន្តិភាពថាពិតជាសំខាន់ណាស់គ្មានសន្តិភាពគ្មានការអភិវឌ្ឍនិងគ្មានអ្វីៗទាំងអស់កម្ពុជានឹងឡើយមានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នាឆ្លងកាត់សង្គ្រាមដូចគ្នាដូច្នេះបានស្គាល់ច្បាស់ពីតម្លៃសន្តិភាពលោកជំទាវ ស៊ុនធុន សាយចៈក៏បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យជាថ្មីម្ដងទៀតលោកជំទាវបានថ្លែងអំណរគុណជូនបករដ្ឋនិងរដ្ឋសភាកម្ពុជាដែលបានចាត់តាំងសម្ដេចប្រធានរដ្ឋសភាអញ្ជើញចូលរួមគ្រប់វិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សៃ សំផន ភូមិវិហារអតីតប្រធានរដ្ឋសភាឡាវកាលពីពេលថ្មីនេះដំណើរទស្សនកិច្ចរបស់សម្ដេចប្រធានរដ្ឋសភានៅក្នុងឱកាសដែលពលរដ្ឋឡាវមានទុក្ខលំបាកនេះបានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃប្រជាជនកម្ពុជាឡាវដែលតែងតែជួយគ្នាគាំទ្រគ្នានៅគ្រប់កាលៈទេសៈតាំងពីដើមរហូតមកសម្ដេចប្រធានរដ្ឋសភានិងលោកជំទាវប្រធានរដ្ឋសភាឡើងស្ដីទីបានពិភាក្សាការងារជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលយោគយល់និងជាក់ស្ដែងក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទាំងនៅស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិដោយយកពលរដ្ឋជាស្នូលក្នុងក្របខ័ណ្ឌរដ្ឋសភាថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរសន្យាថានឹងបន្តជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិតនិងគាំទ្រគ្នាលើវេទិកាអន្តរសភានានាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវក៏បានឯកភាពគ្នាលើការកែសម្រួលអនុស្សរណៈ
នៃការយោគយល់គ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរដែលបានជាប់ទលេខានាពេលកន្លងមកនោះដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនិងតម្រូវការរបស់ពលរដ្ឋទាំងសងខាងផងដែរ